ឈរទិញទឹកហ្នឹងក៏លេចមុខនៅក្មេងទំនើងមកក្រុមបណ្ដាប់ទៅដោយដំបងនិងដុំថ្មបានធ្វើការវាយទៅលើគាត់មួយដំបងអត់អីបងប្អូនមួយដុំថ្មពីក្រោយគឺបណ្ដាលគាត់ស្លាប់ស្ដុកទឹកពេលហ្នឹងខ្ញុំកំពុងតែពេញតាប់កិច្ចដឹកអីវ៉ាន់ឲ្យភ្ញៀវនៅមុខពលានហើយគោលដៅខ្ញុំត្រូវចេញពីពលានហ្នឹងទៅច្បារអំពៅប៉ុន្តែពេលហ្នឹងខ្ញុំជីកាត់នៅដីថ្មីហ្នឹងក៏ឃើញលមកលក់ដីថ្មីសាវិញផ្លូវវិញស្រីយើងហ្នឹងបាទដីថ្មីសាវិញស្រីយើងចិត្តបរិយលឹមចង្ហាក់ហ្នឹងក៏ខ្ញុំឃើញលមកលក់ទឹកហ្នឹងខ្ញុំក៏អែបទិញហើយខ្ញុំក៏ឈប់នៅនឹងប្រហែលចន្លោះបានថា10នាទីឆោបាយខ្នងអញ្ចឹងណាបងហើយពេលហ្នឹងក៏លេចមុខជនសង្ស័យមក4ម៉ូតូមនុស្សអត់ដែលមានចំនួនមួយគ្នាទេហើយក៏យកអត់បានចាប់អារម្មណ៍ចាប់អីដែរអត់ដែលស្គាល់គ្នាសុទ្ធហ្មងអត់ដែលស្គាល់គ្នាទេបងហើយខ្ញុំឆោបាយខ្នងដាក់កាសសងខាងស្ដាប់ចម្រៀងអញ្ចឹងទៅពេលដែលម៉ូតូហ្នឹងក៏ឡើងមកគៀកខ្លួនហ្នឹងទាញពនួងមកវាយត្រូវខ្នងតែអត់អីទេអត់អីទេតែគាត់គប់អាដុំអិតឲ្យយើងរៀបផ្ទះបងកាឡាហ្នឹងអាដុំអិតរៀបផ្ទះអិតប្រហោងអូអិតប្រហោងត្រូវពីក្រោយគប់មកត្រូវមកអិតហ្នឹងស្លាប់យកគប់អនឯងពីក្រោយមកហ្មងប្រហែលចន្លោះពី5ម៉ែត្រថាពីហ្នឹងទៅម៉ូតូត្រូវពីក្រោយហើយបានអ្នកគេអ្នកនៅចិត្តហ្នឹងឯហ្នឹងជួយលើកជួយស្រែកជួយឲ្យហ្នឹងបានពួកហ្នឹងវាប្រះយកបែកវងគ្នារត់អស់លេងចុះពេលហ្នឹងគេអត់ជួយមិនចប់អត់ទេពេលហ្នឹងគេអត់ជួយព្រោះវាចោលដាក់ថែមឬក៏វាយករបស់របរឬក៏ដូចជាម៉ូតូទូរស័ព្ទអីនៅដៃទាំងអស់តែពេលហ្នឹងយើងកំពុងតែឈប់ទិញទឹកហ្នឹងមនុស្សអ៊ូអរតាមហ្នឹងបាទមនុស្សអ៊ូអរណាបាទខ្ញុំឈប់ដោយសារវាម៉ោងណាមួយវាភ្លឺដែរបងចន្លោះពីម៉ោង4ជាង5ថ្ងៃ30ចូលថ្ងៃ1ហ្នឹងបងទៀតភ្លឺហ្នឹងបាទឆ្នាំនេះយកបានទេឆ្នាំនេះខ្ញុំ22ឆ្នាំហើយបាទដុំអិតដុំអិតយើងដុំអិតប្រហោងដែលគេយើងធ្វើផ្ទះហ្នឹងបងប្អូនដឹងហ្នឹងបាទជាងកន្លះគីឡូហើយមកដុំអិតពីក្រោយចំពីក្រោយក្បាលបងប្អូនគឺសំណាងឲ្យគាត់អត់មានប៉ះពាល់ដល់ជីវិតសំណាងខ្លាំងមែនតើហើយបានបងប្អូនប្រជាពលរដ្ឋក្នុងហ្នឹងជួយដាក់ប្រេងកាឡាដែរអីទៅកន្លះម៉ោងក្រោយមកមិនគាត់ងើបវិញបងប្អូនខ្លាំងមែនតើក្រុមក្មេងទំនើងនេះច្បាស់ថាអត់មានបញ្ហាតំណែងស្គាល់ជាមួយនឹងក្រុមហ្នឹងអត់ដែរស្គាល់ទេបងប្អូនដោយសារខ្ញុំធ្វើការយប់ចេញព្រលឹមចូលទេអត់មានពេលទៅដើរលេងដូចពួកគាត់ទេព្រោះផឹងដឹកបងខ្លាំងបងតែតរហមានមកបងមកផឹងអត់ដែរមានពេលទៅកចំនួនដូចពួកគាត់អញ្ចឹងទេបងហ្នឹងហើយមកដុំអិតនេះបើសិនជាប៉ះពាល់ដល់ជីវិតគឺពិបាកហ្មងសំណាងអនឯងគឺអត់អីហើមក្បាលដល់លើដល់បាត់ហ្នឹងហើមធំហ្មងណាធំដបងចង់ប៉ុនក៏ដែរឡើងពីក្រោយឡើងប៉ុណ្ណាណៃតែឥឡូវយើងស្វាតែនៅឈឺតែនៅពកអត់តបាត់ពកហ្នឹងបងសុំសំណពរដល់បងសមត្ថកិច្ចជួយស្វែងរកជនបង្កដែលបានវាយខ្ញុំដែលខ្ញុំអត់ដឹងអីហ្នឹងស្វែងរកចាប់ពួកគាត់ឲ្យបានកុំឲ្យពួកគាត់ដើរបករឿងចឹងទៅអ្នកដតីមិនដឹងមានជនរងគ្រោះប្រមាណអ្នកទេដែលបន្ទាប់ពីខ្ញុំបើសិនជាចាប់ពួកគាត់អត់បានបើសិនជាចាប់ពួកគាត់បានសូមឲ្យធ្វើតាមច្បាប់ទៅព្រោះខ្ញុំអត់ចង់ទាមទារទេសូមឲ្យទៅចាប់ពួកគាត់បានឲ្យគាត់ទៅតាមតាណារបស់គាត់ដែលគាត់បានបកឡើងគាត់ធ្វើឡើងគាត់ទទួលយកទៅអ្វីដែលគាត់ធ្វើទាំងប្រមាណហ្នឹងបាទថាក្រុមក្មេងតំណែងងើបមួយវាយមួយងើបពីរវាយពីរអត់ឲ្យបកអសន្តិសុខលើសង្គមទេជាតិដូចរឿងករណីបងប្រុសគេឈប់តាគេអីតាគេទិញទឹកតាគេអត់មានដំណោះអីមួយគេផងមកដល់វាយគេគប់គេសួរថាធ្វើអញ្ចឹងសមទេយុវជននេះគេហៅថាយុវជនតំពាំងស្អុយបងប្អូនទឹកពីសាហាយថេកដើម្បីសុខភាពលោកអ្នកបងណាខ្លះល្ងាចឡើងចូលចិត្តញ៉ាំសាច់អាំងចូលចិត្តញ៉ាំ buffet ឬក៏ឈៀលញ៉ាំគ្រឿងស្វឹងអីជួបជុំមិត្តភ័ក្តិបងប្អូនអីចឹងណាដែលគាត់ឧស្សាហ៍មានឬក៏មានជាកម្មវិធីអីញឹកញាប់ចឹងបងទាំងអស់គ្នាខ្លាចពេលខ្លះញ៉ាំច្រើនអីចឹងទៅបងខ្លាចលើជាតិស្ករលើជាតិខ្លាញ់លើជាតិអាស៊ីតចឹងបងទាំងអស់គ្នាគួរតែមានជាមួយនឹងកៅអីបិទបាតជើង50នេះគឺនៅផ្ទះជាប្រចាំគឺល្អមែនតានបងទាំងអស់គ្នាគ្រាន់តែបិទបាតជើងមុនចូលគេងគឺវាជួយទៅបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងតាមរយៈរន្ធញើសបាតជើងហើយបន្ទាប់ពីបងទាំងអស់គ្នាពេលព្រឹកងើបពីគេងវិញណានេះបងអាចមើលបាននៅកន្លែងនេះគឺប្រទេសនេះគឺចាប់ផ្ដើមប្រែជាពណ៌ខ្មៅដែលវាបឺតស្រូបយកជាតិពុលនៅក្នុងរាងកាយរបស់យើងចេញពីរាងកាយហ្មងប្រិមត្តជនឥឡូវនេះគឺមានបងប្អូនผมម្នាក់ដែលជាអ្នករត់អេបវ៉ាវណៅគឺគាត់បានធ្វើដំណើរមកពីខាងពលានយន្តហោះចាស់យើងហ្នឹងហើយឆ្ពោះទៅច្បារអំពៅតែមកដល់ពាក់កណ្ដាលផ្លូវត្រឹមនឹងដីថ្មីនៅខាងសង្កាត់ស្ទឹងមានជ័យទី3ហ្នឹងក៏គាត់ឈប់ទិញទឹកផឹកមួយផ្លែដោយសារតែមានការហេវហត់អស់កម្លាំងចឹងបងប្អូនគឺម៉ោង4ជាង5ទីភ្លឺទៅហើយក៏ឈរទិញទឹកហ្នឹងក៏លេចមុខនៅក្មេងទំនើងមកក្រុមម៉ូតូគ្នា8នាក់បណ្ដាប់ទៅដោយដំបងនិងដុំថ្មបានធ្វើការវាយទៅលើគាត់មួយដំបងអត់អីបងប្អូនមួយដុំថ្មពីក្រោយគឺបណ្ដាលគាត់ស្លាប់ស្ដុកដឹងឥឡូវយើងចង់ដឹងរឿងរ៉ាវកាន់តែច្បាស់យើងធ្វើការទៅសាកសួរទៅកាន់បងប្អូនទាំងអស់គ្នាបងប្អូនបាទជំរាបសួរបងប្អូនបាទមានឈ្មោះអីដែរឈ្មោះប្រាក់កុលពធីឆ្នាំនេះអាយុប៉ុន្មានទេឆ្នាំនេះខ្ញុំ22ឆ្នាំហើយអនឯងរៀបរាប់បន្តិចមុនពេលកើតហេតុដែលមានក្រុមថ្មីទំនើងមកធ្វើសកម្មភាពគប់អនឯងវាយអនឯងហ្នឹងអនឯងធ្វើដំណើរពីណាទៅណាគោលបំណងទៅណាពេលហ្នឹងខ្ញុំកំពុងតែពេញតាប់កិច្ចដឹកអីវ៉ាន់ឲ្យភ្ញៀវនៅមុខពលានហើយគោលដៅខ្ញុំត្រូវចេញពីពលានហ្នឹងទៅច្បារអំពៅប៉ុន្តែពេលហ្នឹងខ្ញុំជីកាត់នៅដីថ្មីហ្នឹងក៏ឃើញលមកលក់ដីថ្មីសាវិញផ្លូវវិញស្រីយើងហ្នឹងបាទដីថ្មីសាវិញស្រីយើងចិត្តបរិយលឹមចង្ហាក់ហ្នឹងក៏ខ្ញុំឃើញលមកលក់ទឹកហ្នឹងខ្ញុំក៏អែបទិញអាយឡាតេមួយ
hay cái bầy mà pon hay nhom có chụp nên đằng hai cho lọp ăn thả đậm ti cho bài non chứ nào mong hay bên nắng có lịch một ở trên sông say mà buồn mà tấu mình được ở đây miền chùm luôn một cái tê hay có giờ ban chập ở đầm chập bài đáy អត់ដែរស្គាល់គ្នាសុទ្ធហ្មង ở đây có này để bỏng hay nhom cho bài non đặt cả song khang đập chùm riêng tới về đây mà tấu nắng còn lang mà kiện luôn nắng tiền phần nuông máu vay thử non tái ai tê អីទេ tái có cục ở đông ớt ở dương hiệp tê hả bỏng អាកាឡាមែន đông ớt hiệp tê ớt bao mà អូអត់ប្រហោង thử bị khòi cục máu thử mà ớt nó sờ lọt vô mà គប់អត់ណៃពីក្រោយមកហ្មង ប្រហែលចន្លោះពី5ម៉ែត្រថាពីនឹងទៅម៉ូតូត្រូវពីក្រោយហើយបានអ្នកគេអ្នកនៅចិត្តហ្នឹងឯហ្នឹងជួយលើកជួយស្រែកជួយឲ្យហ្នឹងបានពួកហ្នឹងវាប្រះយកបែកវងគ្នារត់អស់លេង ចុះពេលហ្នឹងគេអត់ជួយមិនចប់អត់ហើយ ពេលហ្នឹងគេជួយបើវាចោលដាក់ថែមឬក៏វាយករបស់របរឬក៏ដូចជាម៉ូតូទូរស័ព្ទអីនៅដៃទាំងអស់ តែពេលហ្នឹងយើងកំពុងតែឈប់ទិញទឹកហ្នឹងមនុស្សអ៊ូអរតាមហ្នឹង បាទនៅអ៊ូអណាបានខ្ញុំឈប់ដោយសារវាម៉ោងណាមួយវាភ្លឺដែរបងចន្លោះពីម៉ោង4ជាង5ថ្ងៃ30ចូលថ្ងៃ1ហ្នឹងបង ទៀបភ្លឺហ្នឹង បាទ ចុះហ៊ានខ្លាំងម៉េះ ខ្ញុំអត់ ដឹងជីមកពីណាកំណុំពីណាណា ខ្ញុំអត់ដឹងពួកគាត់មកពីណាដែរតែអត់ដឹងមិនដែរពេលហ្នឹងខ្ញុំនៅតែឯងឈរបែរខ្នងអញ្ចឹងណាបង ហើយបន្ទាប់ពីការវាយអណៃហើយអីហើយវាជីធ្វើដំណើរទៅណាវិញ វាបត់ទៅខាងលូ ខាងលូ5វិញ 5បាទ អាក្រោយពេលវាយអណៃគប់អណៃមានលឺស្រែកថាធីមអីក្រុមអីមានកំណុំអីមួយណៃអត់ ស្រែកវាអត់ដឹងវាស្រែកថាមិនដែរបងតែពេលហ្នឹងខ្ញុំស្លាប់ហើយខ្ញុំងើបមកវល់មុខដូចមនុស្សបែក7អត់ដឹងនិយាយទៅអត់ដឹងឆ្វេងនឹងស្ដាំវល់យកមកអាងឹតមុខហ្នឹង អូធ្ងន់មកដុំអត់ពីក្រោយប្រិមិត្តមិនតិចណាបងប្អូន5ម៉ែត្រពីគ្នាមកទៅហឹងមនុស្សដៃមកទៅហឹងដៃមនុស្សបងប្អូនដុំអិតអាដុំអិតយើងដុំអិតប្រហោងតែគេយើងធ្វើផ្ទះហ្នឹងបងប្អូនដឹងហ្នឹងបាទជាងកន្លះគីឡូហើយមកដុំអិតពីក្រោយចំពីក្រោយក្បាលបងប្អូនគឺសំណាងឲ្យគាត់អត់មានប៉ះពាល់ដល់ជីវិតសំណាងខ្លាំងមែនតើហើយបានបងប្អូនប្រជាពលរដ្ឋក្នុងហ្នឹងជួយឬជួយដាក់ប្រេងកាឡាដែរអីទៅកន្លះម៉ោងក្រោយមកគាត់ងើបវិញបងប្អូនខ្លាំងមែនតើក្រុមក្មេងដំណើរនេះច្បាស់ថាអត់មានបញ្ហាតំណែងស្គាល់ជាមួយនឹងក្រុមហ្នឹង អត់ដែរស្គាល់ទេបងព្រោះដោយសារខ្ញុំធ្វើការយប់ចេញព្រលឹមចូលទេអត់មានពេលទៅដើរលេងដូចពួកគាត់ទេព្រោះផឹងដឹកបងខ្លាំងបងតែតរហមបានមកបងមកផឹងអត់ដែរមានពេលទៅបកចំនួនដូចពួកគាត់អញ្ចឹងទេបង ហ្នឹងហើយក្រោយពីការវាយអណៃហើយអណៃមានធ្វើការដាក់ពីបដិងនៅ ដាក់ពាក្យបដិងហើយបងដាក់នៅប៉ុស្តិ៍ស្ទឹងជ័យ ស្ទឹងជ័យទីម៉ាន ស្ទឹងជ័យប៉ុស្តិ៍ហ្នឹងនៅចិត្តក្រាសាំងច្មោះជ្រូកបងចូលតាមប្រឡាប់បុរីខ្ញុំប្រហែលជាស្ទឹងជ័យ ស្ទឹងមិនជ័យទី3ណា 3បាទ កុំប្រហែលយើងទៅដាក់ពីបដិងយើងដឹងថាប៉ុស្តិ៍អីហី ព្រោះ យើងកុំយើងកុំប្រហែលអាហ្នឹងយើងច្បាស់ហ្មងថាប៉ុស្តិ៍ស្ទឹងមិនជ័យទីម៉ាន ស្ទឹងជ័យ3បងព្រោះចូលតាមប្រឡាប់បុរីប៉ុស្តិ៍ហ្នឹងនៅស្នាមដៃ អូអញ្ចឹងស្ទឹងមិនជ័យទី3ណា បាទ អញ្ចឹងទៅដល់សមត្ថកិច្ចមានថាមិនអត់ គាត់បានមើលវីដេអូហ្នឹងដែរគាត់ថាអូពួកនេះសាហាវចិត្តឆៅគេឆតាគេលេងមកស្រស់អញ្ចឹងណាបង ហ្នឹងហើយគាត់មានធ្វើការមកក្រាបអីអត់ពេលយើងទៅដាក់ពីបដិងហ្នឹង គាត់បានឡើងរបាយការណ៍ទៅលើហើយ ហ្នឹងហើយ បាទតែរឿងហ្នឹងម្ដងថ្ងៃនេះវាចូល4ថ្ងៃឯង 4ថ្ងៃណា 4ថ្ងៃឯង ហើយដោយសារតែក្រុមក្មេងនឹងវាជីរហូតវាដើររហូតអញ្ចឹងកម្លាំងកិច្ចក៏ព្យាយាមដែរក្នុងការមកក្រាបដោយសារតែដឹងហើយអនុសាសន៍របស់ថ្នាក់នាំក៏ដូចជាអាយដាមស្នងការជួនរិនក៏បាននិយាយដែរថាក្រុមក្មេងដំណើងើបមួយវាយមួយងើបពីរវាយពីរអត់ឲ្យបកអសន្តិសុខលើសង្គមទេជាដូចរឿងករណីបងប្រុសគេឈប់តែគេអីតែគេទិញទឹកតែគេអត់មានដំណោះអីមួយគេផងមកដល់វាយគេគប់គេសួរថាធ្វើអញ្ចឹងសមទេយុវជននេះគឺគេហៅថាយុវជនតំពាំងស្អុយបងប្អូន យុវជនដែលបន្តវេនយុវជនដែលជាតំពាំងស្នររស័យមិនមែនបែបហ្នឹងទេបងប្អូនគេខំប្រឹងរៀនខំប្រឹងធ្វើការដើម្បីអនាគតដើម្បីប្រទេសជាតិដើម្បីឪពុកម្ដាយមិនមែនមានពេលតនេជិះម៉ូតូដើរលេងអត់ប្រយោជន៍ហើយមកធ្វើសកម្មភាពគប់គេទាំងគេអត់ដឹងអីនេះបើមានគូភាគីចំនួននឹងចំនួនអាហ្នឹងវាជារឿងធម្មតាក្មេងជំនឿវាយទៅវាយមកតែនេះអត់សោះគេឈរតែគេអីតែគេអត់ដែរស្គាល់គ្នាផងមកដល់វាយគេគប់គេដល់ស្នាក់ដល់គេស្លាប់សំណាដែលមកដុំអិតរបស់ពួកលោកឯងហ្នឹងគេអត់ដល់បាត់បង់អាយុជីវិតបើសិនជាគេបាត់បង់ជីវិតភាពដែលសោកស្ដាយបំផុតគឺគ្រួសារគេនេះអត់មានពួកលោកឯងយកអីមកសងគេបានទេជីវិតគេអូអញ្ចឹងគិតឡើងវិញតន់មានឱកាសយើងគិតឡើងវិញកែប្រែសារជាថ្មីតែខ្ញុំថាប្រហែលមិនអាចមានឱកាសទេកម្លាំងសមត្ថកិច្ចមានកាមេរ៉ាផាត់ភាពហើយកម្លាំងសមត្ថកិច្ចគាត់នឹងធ្វើតាមនីតិវិធីហើយគឺមិនឲ្យរួចខ្លួនទេក្រុមក្មេងដំណើង ជាចុងក្រោយសូមប្រាំទៅពួកគាត់បើថាអាចកែខ្លួនទៅកំដៅវាយគេវាយឯងទាំងតែគេអត់ដឹងអីវាអត់មានចំណេញអីទេមានតែការខាត់បងដល់គ្រួសារគេទេបើគេដឹងលឺអីអ្នកផ្ទះគេព្រួយបារម្ភកូនចេញធ្វើការបាត់ដល់ពេលមានរឿងកាត់ឡើងអញ្ចឹងមានតែអ្នកផ្ទះគេទេដែលព្រួយបារម្ភព្រោះយើងវាយគេយើងហើយយើងទៅបាត់ហើយប៉ុន្តែពេលចុងក្រោយដៃជាប់ខ្នោះតែប៉ុណ្ណឹងបាទកូនហ្នឹងហើយបើសិនជាយើងអត់មានគំនុំអីមួយគេយើងទៅវាយគេទៅអានេះគេឈរតែគេមែនអត់ បាទ វាអត់ត្រូវមានជាបញ្ហាមកត្រូវវាយគេ ខ្ញុំអត់ដឹងដែរប្រហែលជាគាត់យ៉ងចិត្តមកពីណាឬគាត់កាច់ ទុកសិចរឿងអីណា កាត់សាញគេអត់បានឃើញខ្ញុំនៅតែឯងមើលទៅដូចតំណងដូចបើកសាយគាត់ចង់ឡាំអីមិនដឹងខ្ញុំអត់ដែរ ស្មារតីចឹងមកសាក់ចង់ឡាំលេងហ៎ បាទ
แต่ลำนี่ลำเขาค่อย งด มาดม งาม อัดนี่บัดซันจิปะปอดออยู่อยู่วัดคือปะบ้ามองสำนางอะไรคืออะไรอ่ะ ខាងក្បាលដល់លើដល់បាត់ហើយនេះ เฮาทุ่มมองนะ ធំដបងចង់ប៉ុនក៏ដែរឡើងពីខឡើងប៉ុណ្ណាណៃ ដល់ឥឡូវរៀងស្រស់តែនៅឈឺតែនៅពកអត់តាន់បាត់ពកហ្នឹងបង ឥឡូវនេះជាចុងក្រោយមានអីស្នើសុំទៅកាន់កម្លាំងសមត្ថកិច្ចឲ្យគាត់អនុវត្តច្បាប់រដ្ឋបတ်លើក្មេងទំនើបមកក្រុមនេះអត់ ជាចុងក្រោយខ្ញុំសូមសំណូមពរដល់បងសមត្ថកិច្ចជួយស្វែងរកជនបង្កដែលបានវាយខ្ញុំដែលខ្ញុំអត់ដឹងអីហ្នឹងស្វែងរកចាប់ពួកគាត់ឲ្យបានកុំឲ្យពួកគាត់ដើរបករឿងចឹងទៅអ្នកដតីមិនដឹងមានជនរងគ្រោះប្រមាណអ្នកទេដែលបន្ទាប់ពីខ្ញុំមកបើសិនជាចាប់ពួកគាត់អត់បានណា បាទ អរគុណ អញ្ចឹងបាយថាបើសិនជាចាប់ក្រុមឲ្យទំនើបបានអនឡាញទៀមទាសំណងឬមួយក៏ឲ្យសមត្ថកិច្ចបញ្ជូនខ្លួនទៅពន្ធនាគារ បើសិនជាចាប់ពួកគាត់បានសូមឲ្យធ្វើតាមច្បាប់ទៅព្រោះខ្ញុំអត់ចង់ទាមទារទេសូមឲ្យតែចាប់ពួកគាត់បានឲ្យគាត់ទៅតាមតំណើរបស់គាត់ដែលគាត់បានបកឡើងគាត់ធ្វើឡើងគាត់ទទួលយកទៅអ្វីដែលគាត់ធ្វើទាំងប្រមាណហ្នឹង បាទ បាទ គេថាបច្ច័យមានហេតុបំណុលមានម្ចាស់ បាទ ធ្វើខុសត្រូវឲ្យជាប់គុក ធ្វើខុសទទួលកូនប្រុសកុំហត់ បាទអញ្ចឹងយើងមានប៉ុណ្្នឹងឯណា បាទ បាទអរគុណច្រើនកម្លាំងសមត្ថកិច្ចលោកបើកការស្រាវជ្រាវរកនៅក្មេងទំនើបនេះយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរអរគុណណាស់ប្រិមត្តដែលខំចំណាយពេលតាមដានទស្សនានេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្អូនប្រុសតែប៉ុណ្ណោះព័ត៌មានលម្អិតយ៉ាងណាទៀតនឹងធ្វើការអាប់ដេតនៅពេល